บยุลจะล้อมจมูกนังการประเกียร์ verb to be ហើយក៏គុំยุលจะล้อมថាកិរិយា verb to be ត្រូវការ optimal បើសិនជាអ្នកទាំងអស់នេះចង់បាននូវចំណេះដឹងថ្មីផ្នែកភាសាអង់គ្លេសកុំភ្លេចចុច follow page និង TikTok ដើម្បីទទួលបាននូវចំណេះដឹងបន្តទៀតតើកិរិយា verb to be មានអ្វីខ្លះហើយការប្រើប្រាស់របស់វាដោយរបៀបណាហើយតើកិរិយា verb to be ត្រូវការ object ដែរឬទេកិរិយា verb to be ជាទូទៅយើងតែនិយាយអំពី am is are was over គឺយើងប្រើប្រាស់នៅក្នុងអតីតកាលរបៀបនៅក្នុងការប្រើប្រាស់របស់វាមាន4ប្រភេទធំដែលយើងគួរតែរៀនទី1គឺតកតងជាមួយនឹង age ទី2តកតងជាមួយនឹង state ឬក៏ condition ហើយទី3គឺតកតងជាមួយនឹង identity ហើយចុងក្រោយទេគឺតកតងជាមួយនឹង location ទីកន្លែងកិរិយា verb to be ហ្នឹងក៏មិនត្រូវការកម្មបត្តិដែរដែលយើងហៅវាថាជា object នោះនៅក្នុងប្រយោគហើយជាទូទៅអ្នករៀនមួយចំនួនតែងយល់ច្រឡំថាកិរិយា verb to be មាន object ប៉ុន្តែជាក់ស្ដែងវាមិនមានទេប៉ុន្តែវាមានជាលក្ខណៈ complement ហ្នឹងអាចជា noun complement preposition complement ឬក៏ adjective complement for example she is a teacher he is at home the books is on the table he is happy ដូច្នេះនៅក្នុងឧទាហរណ៍ទាំងអស់នេះគឺចង់បញ្ជាក់ថាកិរិយា verb to be មិនត្រូវការ object នោះទេដើម្បីទទួលបាននៅចំណេះដឹងថ្មីផ្នែកភាសាអង់គ្លេសបែបខ្លីៗសូមកុំភ្លេចចុច follow page និង TikTok ដើម្បីទទួលបាននៅចំណេះដឹងបន្ត Goodbye